ថ្ងៃនេះគឺមានចិនមុខណាស់បងប្អូនណាយដោយសារតែលោកគ្រូហ្នឹងគាត់ឲ្យធ្វើហួយគាត់ហូបដែរបងប្អូនគឺសិតតែម្ហូបខ្មែរទេបងប្អូនណាយហើយមុខម្ហូបទី1ហ្នឹងគឺសម្លកកូរខ្មែរយើងនឹងឯងបងប្អូននិយាយថាអ៊ំខ្ញុំចាប់ដើមល្វីបងប្អូនណាយឡើង4មុខ5មុខតាំងអស់បង្អែមមកបងប្អូនណាយនេះជាមុខម្ហូបទី1អីអញ្ចឹងណាបងប្អូនណាយហើយឡើងឈ្ងុយតែម្ដងឯងបងប្អូនហើយថ្ងៃហ្នឹងសម្លកកូរសាច់ក្រួយទេបងប្អូននិយាយថាតំណងមែនតែនហ្មងខ្ញុំអត់ដែលហូបទេខ្ញុំហូបលើកទី1បងប្អូនសម្លកកូរសាច់ក្រួយផងយើងខ្ញុំធ្លាប់ហូបឲ្យឆ្អឹងជំនីឬក៏សាច់ជ្រូកត្រីអីទេបងប្អូនណាយសាច់ក្រូចខ្ញុំអត់ដែលហូបទេហើយសាច់ក្រូចហ្នឹងក៏អ៊ំខ្ញុំក៏កចាំឡើងម៉ត់ដល់បងប្អូនចឹងទៅអត់មែនកាប់ដូចសាច់មាន់អីណាគឺកចាំឡើងម៉ត់បែបហ្នឹងបានជិះសទៅឆ្ងាញ់បងប្អូនហើយថ្ងៃហ្នឹងដែរបន្លែផងយើងគឺច្រើនណាស់ហើយជាពិសេសនោះគឺដាក់ត្នោតទៀតផងអញ្ចឹងទៅវារៀងប្លែកដែរសម្រាប់ខ្ញុំបងប្អូនហើយសម្លកកូរដាក់ផ្លែត្នោតហ្នឹងក៏លើកទី1សម្រាប់ខ្ញុំដែរខ្ញុំអត់ហូបទេបងប្អូននេះលើកទី1ហើយប្លែកមាត់មួយយ៉ាងដែរអញ្ចឹងណាហើយឆ្ងាញ់មែនទែនបងប្អូនខ្ញុំហូបអស់ឡើងមួយចានគោមកแล้วបងប្អូនណានិយាយថារសជាតិអែមប្លែកមួយយ៉ាងឆ្ងាញ់មាត់អីអញ្ចឹងណាបងប្អូនចាសម្លកូររបស់យើងឆ្អិនណាបងប្អូនអញ្ចឹងតោះទៅធ្វើមុខម្ហូបទី2របស់យើងម្ដងហើយមុខម្ហូបទី2របស់យើងគឺឆាប្រហុកកសាំងណាបងប្អូនចាតំណងអត់និយាយថាអូជាតិមែនតែនហ្មងឲ្យបងប្អូនដាក់សាច់ជ្រូក3ជាន់ទៅគឺច្រាំបែបហ្នឹងអូនិយាយថាអែមហ្មងហើយបងប្អូនណានិយាយមែនរសជាតិវិញឲ្យលេខ1ហ្មងឲ្យបងប្អូនចូលចិត្តណាស់ម្ហូបដែលឆាញ់ជាងគេនេះគឺប្រហុកហើយបងប្អូនហើយនេះបងស្រីរបស់ខ្ញុំគាត់កំពុងតែឆ្លាក់ជាមួយនឹងផ្លែត្រប់ធ្វើជាបន្លែអីចឹងណាបងប្អូនក្បាច់ក្បូនតិចទៅមើលទៅឲ្យមើលទៅស្អាតអីចឹងណាបងប្អូនណាចាអាចមើលតាមនឹងបានអីចឹងទៅនិយាយថាអូយក្បាច់ក្បូនចាន់មែនតែនបងខ្ញុំធ្វើប្រហែលជាបានចឹងទេបាក់បែកឲ្យហើយមើលទៅបងប្អូនប៉ុន្តែស្អាតដែរបងប្អូនចាំមើលគាត់ឆ្លាក់ហើយគឺចេញជារូបផ្កាអីណាចេញមកអូយស្អាតមែនតើហ្មងណាបងប្អូនចានេះអាចមើលបានតាមនឹងអីទៅគឺស្អាតមែនតើចេញរូបរាងជាផ្កាគេឌីក័រមកចេញឲ្យមានសោភ័ណភាពមួយទៀតមួយបែបអីអញ្ចឹងណាបងប្អូនណាឥឡូវប្រហុកកសាំងរបស់យើងហើយនេះបងប្អូនអញ្ចឹងតោះធ្វើមុខមួយទៀតបើមុខម្ហូបទី3វិញគឺខួរក្តាមផងយើងបងប្អូនខួរក្តាមត្រួយ7លោកគ្រូក៏ចង់ហូបបែបហ្នឹងអញ្ចឹងអ៊ំខ្ញុំក៏ធ្វើបែបហ្នឹងទៅស្រាប់តែខួរក្តាមននោខួរក្តាមបែបសប្រហើអីអញ្ចឹងនេះគាត់មកខួរក្តាមត្រួយ7ប្លែកមួយយ៉ាងនេះតើបងប្អូនណាយតែមិនបានដាក់សាច់ក្តាមទេគឺដាក់ពងត្រីហើយនិងសាច់ត្រីទក់នឹងឯងបងប្អូនមើលទៅនិយាយថាជាតិអាចសាកធ្វើហូបបានតាមនឹងអីអញ្ចឹងណាបងប្អូនហើយបងជាមួយនឹងត្រួយ7ផងយើងទៅនិយាយថាអូជាតិមែនតែនតែអត់បានថតក្បោះក្បាយទេបងប្អូនដោយសារតែប្រញាប់ដែរធ្វើម្ហូបរៀងច្រើនណាបងប្អូនចាហើយបើទឹកខាប់ៗហ្នឹងគឺទឹកសាច់ក្តាមដែលយើងបុកហើយបងប្អូនចាហើយឥឡូវចំមុខទៀតហើយមកជៀនតៃរបស់យើងម្ដងបងប្អូនណាយគឺចិនមុខមែនតែនឡើង4មុខណាតាំងជៀនតៃនឹងឯង5មុខទាំងបង្អែមចេកខ្ទិះបងប្អូននេះគាត់កំពុងធ្វើបង្អែមចេកខ្ទិះផងយើងនឹងឯងបងប្អូនឡើងមួយឆ្នាំងនិយាយទៅឲ្យតែគាត់មកខ្មែរម្ដងគឺម្ហូបខ្មែរអត់រំលងទេបងប្អូនគឺគាត់ហូបម្ហូបខ្មែរតតែធុញបងប្អូនមកមួយខែ2ខែអីហូបតែម្ហូបខ្មែរនឹងឯងបងប្អូនណាចេកខ្ទិះចេកអីអត់មានរោគអីញ៉ៃញ៉ៃដូចគេរកតែសម្លបែបខ្មែរនឹងឯងសម្លម្ជូរកកូរអីប្រហុកអីហ្នឹងឯងបងប្អូនអត់ពិបាកទេសម្រាប់ពួកគាត់គឺស្រួលហូបមែនតែនឥឡូវឲ្យអស់ណាបងប្អូនគ្នាគាត់3សុំទោសបងប្អូនគឺ5 6នាក់ចាគាត់ហូបប៉ុណ្ណឹងឯងបងប្អូនគឺឆ្លោះច្រើនមែនប៉ុន្តែគឺហូបតិចហើយវីដេអូខ្ញុំក៏មានតែបងឯងបើពេញចិត្តសូមកុំភ្លេច follow page របស់